ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលចូលមកទស្សនាវីដេអូខ្ញុំមកខ្សែដៃដែលមូក្រាស់យកមកក្រងបង្ហាញនេះតូចល្មមក្រងពីអំបោះលាយជាមួយនឹងកម្មស្អាតណាស់បងប្អូនបាទរបៀបក្រងងាយខុសពីម៉ូដមុនតិចតួចបងប្អូនចូលមកទស្សនាវីដេអូខ្ញុំហើយប្រកាសជាក្រងបានដោយខ្លួនឯងសម្ភារៈសម្រាប់ក្រងខ្ញុំបង្ហាញបងប្អូនមុនគេនេះមានអំបោះ2ខ្សែដែលមួយខ្សែប្រវែងវា120សង់ទីម៉ែត្រ3ខ្សែនេះប្រវែងរបស់វាមួយខ្សែតែ90សង់ទីម៉ែត្រទេមួយខ្សែនេះរាងខ្លីជាងគេប្រវែងរបស់វា60សង់ទីម៉ែត្រនិងចុងក្រោយគេដែលខ្លីមែនទែនប្រវែងរបស់វាតែ25សង់ទីម៉ែត្រទេយកមកទុកសម្រាប់ផ្ចិតមុខខ្សែដៃបងប្អូនបោះទាំងអស់ហ្នឹងខ្ញុំប្រើទំហំដូចគ្នាទាំងអស់មុខកាត់របស់វាតែ 0.8 មីលីម៉ែត្រតែប៉ុណ្ណោះចំណែកឯអង្កាំខ្ញុំប្រើពីទំហំខុសគ្នាដោយក្របរាងធំនេះពណ៌សាច់ទំហំរបស់វា3មីលីម៉ែត្របើអង្កាំទូចពណ៌ផ្កាឈូកនេះទំហំរបស់វាតែ2មីលីម៉ែត្រទេនិងសម្ភារៈជំនួយក្នុងការប្រើខ្ញុំមានបន្ទាត់កត្រៃដេកកេះហើយនិងស្កុតគឺដូចរាល់ដងចាប់ផ្ដើមដំបូងគេចាប់ចុងបោះរៀបតាមលំដាប់ខ្សែរបស់វាដោយសារតែបោះរបស់យើងមានវែងមានខ្លីរៀបហើយបិទស្កុតច្បូតវាឲ្យស្មើវាស់ទុកកតុយខ្សែប្រវែង14សង់ទីម៉ែត្របងប្អូនដោយសារតែខ្សែដៃរបស់យើងកតុយរំយោលធ្វើពីអង្កាំយើងដាក់អង្កាំអញ្ចឹងកតុយរំយោលនេះយើងបាច់ទុកវែងពេកក៏បានដែរអាចទុកខ្លីជាងខ្ញុំក៏បានដែរតែខ្ញុំទុករាងវែងបន្តិចងាយស្រួលក្នុងការចងវាស់ទុករួចហើយយកស្កុតមកបិទយកទៅគៀបធ្វើម៉េចឲ្យជាប់នេះបងប្អូនបោះដែលខ្ញុំតម្រៀបមិញយើងត្រូវតម្រៀបតាមលំដាប់លំដោយបែបហ្នឹងបានពេលដែលយើងក្រងទៅបោះយើងអស់ស្មើគ្នាបើសិនជាយើងរៀបខុសធ្វើឲ្យយើងក្រងទៅវាអត់ស្មើវាអាចសល់វែងសល់ខ្លីទៅតាមបោះដែលយើងរៀបនឹងដែរចាប់ផ្ដើមដំបូងគេឡើងមកទៅជាខាងស្ដាំទាញបោះដែលនៅគៀនខាងស្ដាំគេហ្នឹងវត្តមកខាងឆ្វេងកងនៅអំបោះចំនួន5សរសៃដែលនៅខាងឆ្វេងលើកមកតសៃមកតាក់ចងចំនួន2ដងរបៀបតាក់ចងដោយបងប្អូនបើសិនជាបងប្អូនបានមើលវីដេអូខ្ញុំមុនដូចដឹងហើយខ្សែដែលនៅលើគេជាខ្សែបង្គោលជាអ្នកពាត់ជាអ្នកកាច់ម៉ូតចំណែកឯខ្សែដែលនៅខាងក្រោមគេជាអ្នករុំពាត់ចងខ្សែបង្គោលពាត់ចងរួចរាល់ហើយប្រឡែងបោះទាំងអស់នឹងចោលបងប្អូនឡើងមកទៅជាខាងស្ដាំម្ដងទៀតទាញបោះដែលនៅលើគេចុះមកខាងក្រោមកងនៅលើអំបោះ4សរសៃដែលនៅខាងក្រោមត្រង់កន្លែងនេះបងប្អូនរបៀបចងរបៀបធ្វើម៉ូតគឺដូចគ្នាអត់មានខុសគ្នាទេគ្រាន់តែយើងរបៀបកងអំបោះយើងកងថយម្ដងមួយសរសៃដូចមិញកងលើអំបោះដែលមាន5សរសៃបន្ទាប់មក4សរសៃបន្ទាប់មកទៀត3សរសៃ2សរសៃរហូតដល់1របៀបចងរបៀបរឹតក៏ដូចគ្នាដែរយើងរឹតខ្សែពុកខ្សែដែលជាខ្សែបង្គោលដែលកងពីលើហ្នឹងយើងត្រូវរុញទៅធ្វើម៉េចឲ្យកັບគ្នាបានមើលទៅខ្សែដៃដែលយើងក្រងចេញមកគឺស្រស់ស្អាតចងរួចរាល់រហូតមកដល់កងខ្សែចុងក្រោយគេនេះប្រឡែងបោះទាំងអស់ចោលសិនឡើងមកទៅជាខាងឆ្វេងដោយចាប់បោះដែលនៅខាងឆ្វេងគេនៅលើគេហ្នឹងពាត់ចុះមកខាងក្រោមមកខាងស្ដាំកងនៅលើអំបោះ4សរសៃដែលជាខ្សែបង្គោលយើងតាក់ចងមិញលើកមកតសៃមកតាក់ចងចំនួន2ដងរបៀបតាក់ចងគឺយើងរុញខ្សែបង្គោលយើងទៅឲ្យកັບជាមួយនឹងខ្សែដៃដែលយើងក្រងហើយបន្ទាប់មកលើកមកតសៃដែលនៅខាងក្រោមហ្នឹងមកតាក់ចងចំនួន2ដងតាក់រួចរាល់តាក់ចងចំនួន4ខ្សែហើយនៅចុងក្រោយគេនេះគឺជាអំបោះដែលនៅខាងស្ដាំគេនេះលូកដៃពីក្រោមខ្សែបង្គោលទៅទាញចុះមកខាងក្រោមលើកមកពាត់ចងជាមួយខ្សែបង្គោល2ដងពេលដែលពាត់ចងហើយយើងអត់ទាន់ប្រឡែងទេខ្សែពាត់ចងយើងរុញទៅខាងស្ដាំវិញហើយខ្សែបង្គោលពាត់មកខាងឆ្វេងលើកខ្សែពាត់ចងមកពាត់ចងចំនួន2ដង
រួចរាល់ប្រឡែងរបស់ទាំងពីរចោលសិនមកចាប់ទាញរបស់ដែលនៅខាងឆ្វេងរាប់ពីក្រោមទៅនៅជាប់គ្នាហ្នឹងលើកមកតម្លាក់អង្កាំដែលមានទំហំ3មីលីម៉ែត្រចូលមកគ្រាប់រុញកតុយអំបោះដែលយើងដោតអង្កាំហ្នឹងមកក្រោមខ្សែបង្គោលដែលយើងពាត់ទៅមិញលើកមកតាក់ចងមកពាត់ចងជាមួយខ្សែបង្គោលហ្នឹងចំនួន2ដងរួចរាល់ប្រឡែងទៀតមកទាញអំបោះដែលនៅខាងលើបន្ទាប់ហ្នឹងមកទៅខ្សែទៀតហើយតម្លាក់អង្កាំដែលមានទំហំ2លីចូលចំនួន4គ្រាប់រួចរាល់រុញកតុយខ្សែដែលដោតអង្កាំហ្នឹងមកក្រោមខ្សែបង្គោលដែលយើងពាត់ទៅមិញហ្នឹងដែរខ្សែបង្គោលដដែលហ្នឹងបងប្អូនហើយលើកខ្សែដែលនៅខាងក្រោមហ្នឹងខ្សែកតុយខ្សែដោតអង្កាំហ្នឹងមកតាក់ចងចំនួន2ដងរឹតឲ្យតឹងរុញអង្កាំឲ្យកឹបគ្នាបានយើងក្រងទៅស្អាតរួចរាល់ប្រឡែងបោះយើងនៅសល់អំបោះដែលនៅខាងឆ្វេង2ហើយយើងចាប់អំបោះទាំងពីរហ្នឹងយកមកដោយចាប់អំបោះដែលនៅខាងលើរុញមកខាងក្រោមអំបោះដែលនៅខាងក្រោមលើកមកពាត់ចងម្ដងបន្ទាប់មករុញខ្សែពាត់ចងចេញទៅក្រៅវិញលើកមកពាត់ចងម្ដងទៀតត្រង់កន្លែងនេះរបៀបពាត់ចងយើងពាត់ចងតែម្ដងទេដោយរុញទៅឆ្វេងរុញទៅស្ដាំសរុបទាំងអស់របៀបពាត់ចងខ្សែត្រង់នេះយើងប្រើខ្សែពាត់ចងនិងខ្សែបង្គោលតែមួយទេដោយពាត់ចងចំនួន12ដងបានន័យថាខាងឆ្វេង6ដងខាងស្ដាំ6ដងរបៀបពាត់ចងគឺយើងរុញទៅខាងឆ្វេងពាត់ចងម្ដងរុញទៅខាងស្ដាំពាត់ចងម្ដងគឺយើងប្រើតែចំនួន12ដងទេពេលគ្រប់ចំនួន12ដងហើយកតុយខ្សែបង្គោលហ្នឹងរុញមកក្រោមខ្សែបង្គោលដែលយើងពាត់ពីខាងស្ដាំមកអញ្ចឹងខ្សែបង្គោលនៅពេលដែលយើងរុញទៅខាងក្រោមវាคล้ายទៅជាខ្សែពាត់ចងលើខ្សែពាត់ចងហ្នឹងមកចងជាមួយខ្សែបង្គោលចាស់ហ្នឹងចំនួន2ដងចងរួចមើលបងប្អូននេះយើងសេរីវាឲ្យស្អាតតិចទៅពេលដែលយើងចងរួចខ្សែបង្គោលនៅរក្សាដដែលដែរយកម្រាមដៃលូកទៅខាងឆ្វេងទាញបោះដែលនៅខាងឆ្វេងមកតសៃចុះមកខាងក្រោមលើកមកពាត់ចងជាមួយខ្សែបង្គោលដដែលហ្នឹងចំនួន2ដងបងប្អូនម៉ូតខ្សែដៃដែលខ្ញុំក្រមបង្ហាញបងប្អូនម៉ូតរបស់វាគឺមានតែ2វគ្គទេដោយវគ្គទី1យើងក្រមបោះសុតបន្ទាប់មកវគ្គទី2បានយើងមានលាយកម្មរបៀបពាត់ចងដូចខ្ញុំបានជម្រាបបងប្អូនពីខាងលើអញ្ចឹងគឺងាយមែនតែនម៉ូតរបស់វាក៏អត់មានអីសាំញ៉ាំដែរប៉ុន្តែនៅពេលដែលយើងក្រងយើងកាច់ម៉ូតកាច់ខ្សែថែមកម្មអីចឹងមកពេលដែលក្រងហើយគឺស្រស់ស្អាតមែនតែនមកដល់វគ្គត្រង់នេះវីដេអូរបស់ខ្ញុំដាក់ speed វាឲ្យរៀងលឿនបន្តិចដើម្បីងាយស្រួលក្នុងការបងប្អូនមើលម្ដងទៀតតែកាពិតទៅសម្រាប់បងប្អូនដែលធ្លាប់ក្រងខ្សែដៃបែបម៉ូតបែបនេះមើលតែ2វគ្គខាងលើគឺប្រកាសជាចេះអាចក្រងបានហើយប៉ុន្តែសម្រាប់បងប្អូនដែលមិនធ្លាប់មើលអាចមើលនៅខាងក្រោមបានទៀតបន្តទៀតខ្ញុំក្រងបង្ហាញបងប្អូនម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់របៀបក្រងខាងក្រោមនេះគឺដូចខាងលើអញ្ចឹងបងប្អូនអត់មានអីខុសគ្នាទេគឺយើងបន្តក្រងរបៀបក្រងហ្នឹងគឺយើងបន្តក្រងរហូតដល់អស់អំបោះដែលខ្ញុំយកមកបង្ហាញបងប្អូនប្រវែងដែលខ្ញុំយកមកក្រងនេះពេលដែលក្រងហើយប្រវែងខ្សែដៃរបស់យើងបាន16សង់ទីម៉ែត្រសម្រាប់បងប្អូនបើសិនជាកដៃបងប្អូនធំជាងខ្ញុំអាចបន្ថែមអំបោះអញ្ចឹងទៅសម្រាប់បងប្អូនដែលកដៃតូចជាងខ្ញុំអាចបន្ថយអំបោះទៅតាមនឹងបានហើយបើរបៀបក្រងมันមានអីច្រើនទេយើងក្រងតែ2វគ្គគឺបន្តឡើងមកធ្វើវគ្គដដែលវិញហើយចំពោះបងប្អូនដែលទៅតែចូលទស្សនាវីដេអូខ្ញុំថ្មីកុំភ្លេចណាជួយ Subscribe Channel មូក្រាស់ម្នាក់មួយផងបងប្អូននឹងទទួលបាននៅវីដេអូថ្មីបន្តទៀតនាងខ្ញុំនឹងខិតខំរកវិធីសាស្ត្រក្នុងការក្រងធ្វើម៉េចក្រងម៉ូតថ្មីហើយងាយក្នុងការដែលក្រងបងប្អូនមើលវីដេអូខ្ញុំឆាប់យល់អាចក្រងតាមបានបន្តក្រងរហូតមកដល់ខាងចុងនៃខ្សែដៃរហូតដល់អស់អំបោះ
បងប្អូនមើលនេះម៉ូតខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូនហើយដែលខ្ញុំក្រងពីមុនហ្នឹងពេលដែលក្រងហើយចេញមកគឺម៉ូតបែបនេះឯងមួយចំហៀងមានកម្មមួយចំហៀងមានបោះមកដល់ចុងក្រោយគេកតុយនៃខ្សែដៃនេះខ្ញុំធ្វើកដាប់មួយជាន់ទៀតដើម្បីឲ្យខ្សែដៃយើងមាំហើយណាមើលទៅគឺស្រស់ស្អាតផងចុងកតុយនៃខ្សែដៃយើងគឺយើងមានវគ្គបញ្ចប់របៀបចងគឺងាយទេទាញបោះដែលនៅខាងឆ្វេងមួយខ្សែចុះមកខាងក្រោមហើយលើកបោះដែលនៅពីក្រោមហ្នឹងមកតាក់ចងចំនួន2ដងកតុយខ្សែដែលនៅសល់នេះយើងចងវាទៅចងធ្វើម៉េចឲ្យជាប់ចំណែកឯរំយោលបងប្អូននៅក្នុងម៉ូតខ្សែដៃនេះដោយសារតែខ្សែដៃយើងមានប្រើអង្កាំអញ្ចឹងរំយោលខ្ញុំប្រើអង្កាំដែលមានទំហំ2លីប៉បកាឈូកនឹងចំនួន3គ្រាប់រំយោលមួយចំហៀងខ្ញុំទុកតែ2ខ្សែទេខ្សែអំបោះដែលនៅសល់ផ្សេងទៀតខ្ញុំកាត់វាចោលចំពោះបងប្អូនបើសិនជាចង់ធ្វើរំយោលម៉ូតផ្សេងក៏បានដែរអាចធ្វើជាក្រងឬមួយក៏ពាត់ចងចូលគ្នាអីក៏បានដែរតែសម្រាប់ខ្ញុំថ្ងៃនេះម៉ូតរំយោលខ្សែដៃខ្ញុំធ្វើជាកម្មដោយសារតែម៉ូតខ្សែដៃរបស់យើងវាមានកម្មដែររបៀបចងនេះចុងក្រោយកតុយរំយោលនៅសល់តែ4ខ្សែដោយមួយខ្សែខ្ញុំដោតកម្មចូលចំនួន3គ្រាប់មើលបងប្អូននេះខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូនគឺរួចរាល់ហើយម៉ូតនេះស្រស់ស្អាតមែនតើខ្ញុំសង្ឃឹមថាបងប្អូនប្រកាសជាពេញចិត្តចុងក្រោយចងផ្ចិតមុខដោយយកអំបោះដែលម៉ាតាសាយប្រវែង25សង់ទីម៉ែត្រហ្នឹងយកមកបត់ចុងតិចហើយតាក់ចងវាម៉ូតរបៀបតាក់ចងនេះបើសិនជាបងប្អូនអត់ស្រឡាញ់អត់ចូលចិត្តគិតថាពិបាកប្រើបងប្អូនអាចធ្វើម៉ូតផ្សេងបានមិនមានចោតជាបញ្ហាទេទៅតាមដែលបងប្អូនស្រឡាញ់បងប្អូនអាចធ្វើបានប៉ុន្តែខ្សែដៃរបស់យើងត្រូវតែមានចុងរំយោលនេះយើងត្រូវតែធ្វើកន្លែងដែលអាចរត់ចេញរត់ចូលបានព្រោះអីខ្សែដៃរបស់យើងធ្វើពីអំបោះបើសិនជាយើងងូតទឹកអីចូលងូតទឹកអីយើងត្រូវការដោះហើយបើសិនជាអត់ដោះទេសើមពិបាកក្នុងការប្រើបងប្អូនរបៀបចងផ្ចិតមុខរបស់ខ្ញុំគឺសាមញ្ញទេពាត់អំបោះទៅពី8ទៅ10ជុំកតុយខ្សែដែលនៅសល់នេះសោកចូលក្នុងប្លោះកតុយខ្សែដែលយើងបត់ពីដើមមិញដាក់វាកតុយខ្សែហ្នឹងទាញឲ្យតឹងទាញឲ្យកឹបបន្ទាប់មកបានយើងទៅទាញកតុយខ្សែដែលយើងបត់មិញហ្នឹងទាញវារូតចុះក្រោមមកដើម្បីឲ្យវាគៀបជាប់កតុយខ្សែដែលយើងសោកចូលទៅកតុយខ្សែដែលនៅសល់រឹតឲ្យតឹងហើយកាត់កតុយខ្សែដែលនៅសល់ចោលអុចរោលភ្លើងពិតវាឲ្យជាប់ជាការស្រេចមើលបងប្អូននេះរំយោលគឺយើងអាចរូតចេញរូតចូលបានដើម្បីងាយស្រួលក្នុងការពាក់ងាយស្រួលក្នុងការដោះខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូនថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយម៉ូតរបស់វាស្រស់ស្អាតមែនទែនខ្ញុំសង្ឃឹមថាបងប្អូនប្រកាសជាពេញចិត្តចំពោះបងប្អូនដែលចូលមកទស្សនានៅក្នុងបណ្ដាញសង្គម Facebook បងប្អូនអាចចូលទៅមើលក្នុង Page Smile Me បានអរគុណជម្រាបលាបាយបាយ